តាប្រឈមខ្លាំងចំពោះស្ត្រីកើតជំងឺស្រុតស្បូនផលប៉ះពាល់ទី1ស្ត្រីអាចប្រឈមការកាត់មាត់ស្បូនបានបើសិនជាស្បូនរបស់ស្ត្រីស្រុតលៀនចេញមកខាងក្រៅកត្តាទី2ស្ត្រីអាចប្រឈមទៅនឹងការចង់ស្បូនឡើងលើប៉ុន្តែនឹងមានផលប៉ះពាល់មួយធ្វើឲ្យស្ត្រីពិបាកមានកូនកត្តាទី3ធ្វើឲ្យស្ត្រីប្រឈមទៅនឹងការរលូតកូនប្រសិនបើគាត់មានកូនទាំងកំឡុងពេលដែលគាត់ស្រុតស្បូនព្រោះនៅពេលដែលស្បូនកំពុងស្រុតមាត់ស្បូនបើកដូច្នេះស្ត្រីងាយក្នុងការរលូតមែនទែនករណីទី4ស្ត្រីនឹងប្រឈមការឈឺចាប់កំឡុងពេលដែលស្ត្រីរួមភេទទាំងដែលស្បូនកំពុងតែស្រុតហើយអាចបង្កភាពរលាកនៅមាត់ស្បូនលឿនបំផុតបើសិនជាស្ត្រីមិនចង់ជួបបញ្ហាទាំងអស់នេះទេតនឥឡូវនេះយើងកំពុងស្រុតស្បូនក្នុងកម្រិតស្រាលសូមព្យាយាមហាត់យូហ្គាជំនួយស្បូនព្យាយាមញ៉ាំអាហារបំពន់ជំនួយស្បូនបន្ថែមឬក៏ស្វែងរកដំណោះស្រាយឲ្យបានត្រឹមត្រូវនៅពេលដែលយើងអត់មានអារម្មណ៍ផ្លូវភេទអត់មានចំណងផ្លូវភេទទ្វារមាយើងរៀងស្ងួតអត់មានសំណើមបើយើងទៅនៅជាមួយដៃគូរស់នៅជាមួយស្វាមីគ្រួសារយើងតើវាមានផលប៉ះពាល់ដែរអត់ផលប៉ះពាល់គឺមាន 100% ផលប៉ះពាល់ទី1បើសិនជាយើងស្ងួតយើងគ្មានសំណើមពេលយើងនៅជាមួយគ្នាយើងនឹងមានការឈឺចាប់ក្តៅកាហាយរលាកផ្សាឈឺហើយបញ្ហានេះមិនមែនមានតែយើងម្នាក់ជាស្ត្រីដែលទទួលរងអារម្មណ៍បែបនឹងកំឡុងពេលដែលនៅជាមួយគ្នាទេសូម្បីតែជាបុរសនេះក៏គាត់មានអាការៈក្តៅឈឺដូចយើងដែរព្រោះនៅពេលដែលតំបន់ប្រដាប់ភេទយើងស្ងួតយើងទៅនៅជាមួយគ្នាប្រកបណាស់យើងក៏ឈឺចាប់ដៃគូរបស់យើងកំឡុងពេលដែលគាត់នៅមួយយើងក៏គាត់អត់មានអារម្មណ៍ថាទទួលបានភាពសុខស្រួលហើយគាត់អាចនឹងមានការរលាកឬក៏កកិតស្បែកលឹងគាត់បន្ថែមទៀតជាពិសេសគឺអាចបង្កឲ្យយើងមិនត្រឹមតែស្ងួតក្តៅកាហាយឈឺផ្សាទេពេលដែលយើងនៅជាមួយគ្នាហើយអាចនឹងឡើងហើមប្រដាប់ភេទក៏មានដែរហើយអាចប៉ះពាល់ជាមួយនឹងការរលាកក៏មានដែរអញ្ចឹងបងប្អូនស្ត្រីបើបងតែងតែមានបញ្ហាទាំងអស់នឹងជាប្រចាំរាល់ពេលដែលរស់នៅជាមួយគ្នានោះបញ្ជាក់ថាបងកំពុងតែមានជំងឺស្ងួតទ្វារមាសហើយចឹងបងប្អូនគួរតែរកដំណោះស្រាយគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យឬក៏រកវិធីសាស្ត្រដោះស្រាយបញ្ហាមួយនេះតាមមិនចឹងទេបងប្អូនចេះតែស្ងួតរហូតចេះតែក្តៅរហូតគ្មានបរិយាណាគេចង់រស់នៅជាមួយយើងទេបើមិនតែយើងមានបញ្ហាទាំងអស់ហ្នឹងព្រោះបើនៅជាមួយគ្នាហើយតែមានបញ្ហាគឺប៉ះពាល់អញ្ចឹងគេអត់ចង់នៅមួយយើងទេហើយយើងក៏ប៉ះពាល់ដូចគ្នាដែរអញ្ចឹងសុភមង្គលសុខភាពផ្លូវភេទគឺជារឿងសំខាន់ជាពិសេសស្ត្រីដែលមានគ្រួសារគួរតែដឹងចំណុចមួយហ្នឹងមេរោគស្វាយប្រមេះទឹកបាយប្រមេះទឹកថ្លាសេកមាន់ជំងឺអេដ herpes ពងបាយប្រដាប់ភេទតើជំងឺកាមរោគទាំងអស់ហ្នឹងអាចឆ្លងតាមរយៈការប៉ះផ្ទាល់ដែរអត់ជំងឺកាមរោគទាំងអស់ហ្នឹងមានតែជំងឺមួយចំនួនទេដែលអាចឆ្លងតាមរយៈការប៉ះផ្ទាល់ជាពិសេសគឺពួកជំងឺស្វាយគឺតែងតែចេញជារោគសញ្ញាពងបាយដូចមុនពងបាយកទីកទិររោកទួលនៅលើស្បែកបូករួមជាមួយនឹងការរមាស់អញ្ចឹងបើសិនជាពងបាយនឹងបែកមកហៀទឹកល្ងីយើងទៅប៉ះផ្ទាល់យើងទៅស្ទាបយើងប្រើប្រាស់កន្សែងរួមជាមួយអ្នកដែលផ្ទុកជំងឺប្រើប្រាស់ខោអាវរួមឬក៏យើងកេងរួមគ្នាស្រោមពូកខ្នើយជាមួយគ្នាហ្នឹងការនៃការឆ្លងគឺភាគរយខ្ពស់អញ្ចឹងសំណួរសួរថាគួរព្យាបាលបែបណាបើសិនជាយើងកើតពពួកកាមរោគទាំងអស់ហ្នឹងតើយើងគួរតែពិនិត្យបែបណាព្រោះពេលខ្លះយើងចេញរោគសញ្ញាថាយើងកើតកាមរោគហើយប៉ុន្តែនៅពេលដែលយើងទទួលឈាមគឺអត់ចេញរោគសញ្ញាទេអញ្ចឹងបើបងប្អូនចង់ដឹងចម្លើយកន្លែងនេះបងប្អូនអាចតាក់ទងសួរនាំព័ត៌មានលម្អិតនាងខ្ញុំបន្ថែមទៀតបាន